ពីចរិតពិតរបស់គេទៅមើលការងារដែលគេធ្វើទៅដល់មនុស្សធ្វើការមកចត់ជីវិតរបស់គេក៏មកចត់ដែរមនុស្សធ្វើការបែបចុងដៃចុងជើងជីវិតរស់នៅរបស់គេក៏មិនគួរឲ្យទុកចិត្តដែរចុងដៃចុងជើងដូចគ្នាមនុស្សធ្វើការឡប់ឡាយជីវិតរបស់គេក៏ឡប់ឡាយដូចគ្នានិយាយទៅកិច្ចការមួយវាឆ្លុះបញ្ចាំងពីចរិតមនុស្ស70ទៅ80%ហើយជាមួយការពីខ្ញុំនៅតូចលោកតាគាត់បង្រៀនថាការងារអីក៏ដោយបើស្រឡាញ់ចាំធ្វើបើមិនស្រឡាញ់កុំធ្វើហើយបើបានជាធ្វើហើយត្រូវតែគោរពឲ្យតម្លៃការងារគាត់ថាការងារវាលើកមុខមនុស្សតែការងារវាក៏លក់មុខមនុស្សដូចគ្នាកាន់ការងារតូចក៏ដោយធំក៏ដោយត្រូវធ្វើវាឲ្យមាំ